រឿងស្រីមីយាដកខ្ញីកាលពីព្រេងនាយមានប្តីប្រពន្ធមួយគូបង្កើតគ្រួសាររស់នៅក្នុងភូមិដាច់ស្រយាលមួយបុរសជាប្តីជាមនុស្សមានចិត្តស្មោះត្រង់ឧស្សាហ៍ព្យាយាមរកស៊ីតាមត្រង់ប៉ុន្តែខ្វះប្រាជ្ញាស្មារតីនិងមិនសូវទាន់ល្បិចកលមនុស្សឡើយផ្ទុយទៅវិញនាងជាប្រពន្ធជាស្ត្រីមានល្បិចកលពោពេញដោយមីយារក្សាប្តីភាពចំពោះប្តីមិនបានហើយលួចមានទំនាក់ទំនងស៊ីជម្រៅជាមួយប្រុសហាយម្នាក់នៅភូមិនៃជិតខាងថ្ងៃមួយនាងប្រពន្ធកាត់ក្តីនឹកនាស្រើបស្រាលចង់ជួបសហាយជាខ្លាំងព្រោះបានឃ្លាតឆ្ងាយគ្នាយូរមកហើយប៉ុន្តែភូមិសហាយនោះនៅឆ្ងាយថែមទាំងត្រូវឆ្លងកាត់ព្រៃស្ងាត់ដែលមានខ្មោចព្រៃឡងបន្លាចទៀតផងធ្វើឲ្យនាងមិនហ៊ានដើរទៅតែម្នាក់ឯងឡើយអង្គុយគិតចុះឡើងនាងក៏នឹកឃើញកិច្ចកមួយភ្លាមលុះពេលរសៀលជ្រាលជ្រេនាងធ្វើជាញញែមដើរទៅជិតប្តីហើយនិយាយផ្អែមល្ហែមថាអ្នកអើយល្ងាចនេះមេឃស្រឡះល្អណាស់យើងគិតទៅរកទិញមាន់មួយមកធ្វើម្ហូបហូបបាយល្ងាចជុំគ្នាម្ដងទៅតើអ្នកចង់ហូបដែរទេប្តីហើយក៏ញឹមតបអើចង់ហូបដែរតើអូនប្រពន្ធក៏បន្ថែមល្បិចខ្ញុំចង់ហូបស៊ុបខួរមាន់ស្វប្រកបគ្នាឲ្យក្តៅពុះបន្តិចប្តីចិត្តស្មោះមិនដឹងក៏ឆ្លើយទាំងសប្បាយចិត្តអើបងក៏ចង់ហូបខួរគ្នានឹងដែរនិយាយរួចប្តីប្រពន្ធទាំងពីរក៏បួលគ្នាចុះពីផ្ទះដើរតម្រង់ទៅភូមិខាងជើងដែលនៅជិតផ្ទះប្រុសហាយនោះពេលទៅដល់ភូមិពួកគេដើរសួរទិញមាន់គ្រប់ផ្ទះលុះមកដល់ចំណុចស្ងាត់មួយនាងប្រពន្ធធ្វើជាដើរស្រវែបែកផ្លូវពីប្តីមួយផ្លែតរួចលួចស្ទុះទៅជួបសហាយបណ្ដោះអាសន្នដើម្បីណាត់ជួបនិងរៀបចំផែនការរួចនាងក៏ប្រញាប់រត់ត្រឡប់មកជួបប្តីវិញដោយធ្វើជានិយាយថាអ្នកផ្ទះឯណោះគេមានមាន់លក់គេទើបតែប្រាប់ខ្ញុំអំបញ្ញមិញនេះឯងប្តីក៏ជឿតាមប្រពន្ធហើយដើរទៅទិញបានមេមាន់ធំមួយយួរត្រឡប់មកផ្ទះវិញពេលនោះព្រះអាទិត្យរៀបអស្តង្គតមេឃចាប់ផ្ដើមស្រពាប់ស្រពោនពុនប្រលប់លុះដើរមកដល់ពាក់កណ្ដាលផ្លូវក្នុងព្រៃស្ងាត់ស្រាប់តែនាងប្រពន្ធធ្វើមីយាយកដៃគប់ដើមទ្រូងខ្លួនឯងដុកធ្វើមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចស្រែកអោះអ្នកអើយភ្លេចដូចគេលុតស្មារតីចោលទៅហើយប្តីភ្ញាក់ព្រឺតសួរដោយបារម្ភភ្លេចអីទៅអូនប្រពន្ធធ្វើមុខកំសត់ភ្លេចទិញខ្ញីយកមកសទៅហើយអ្នកបើគ្មានខ្ញីទេម្ហូបយើងមុខជាអត់ឆ្ងាញ់ឡើយបើដូច្នោះអ្នកឯងឈរចាំនៅទីនេះសិនចុះខ្ញុំរត់ទៅទិញដកយកខ្ញីមួយផ្លែតវាឆាប់ទេនិយាយចប់នាងប្រពន្ធក៏ប្រញាប់ស្ទុះរត់បាត់ស្រមោលទៅប្តីល្ងងក៏ឈរត្អែតចាំប្រពន្ធទាំងកណ្ដាលព្រៃស្ងាត់ឯនាងប្រពន្ធកាលបើឃ្លាតផុតពីភ្នែកប្តីហើយក៏ប្រញាប់គេចចូលព្រៃទៅជួបប្រុសហាយដែលកំពុងរង់ចាំស្រាប់ហេតុតែមានកម្ដៅដំរីកនិងនឹកសហាយខ្លាំងពេកនាងមិនចាំបាច់ទៅដល់ផ្ទះសម្បែងអ្វីឡើយនាងក៏ប្រះខ្លួនដេកទៅលើដីមេឃងឹតដើម្បីរួមរកជាមួយប្រុសហាយភ្លាមតែម្ដងលុះរួចរាល់កិច្ចហើយនាងក៏ប្រញាប់យកញីពីសហាយរួចផ្ដាំកិច្ចក៏បន្តថាល្ងាចនេះឲ្យអ្នកបងចាំមើលផ្លូវផ្ទះខ្ញុំបើឃើញមានឱកាសស្រួលចូលទៅដេកជាមួយខ្ញុំម្ដងទៀតចុះនិយាយព្រមព្រៀងគ្នារួចរាល់នាងក៏ប្រញាប់ដើរត្រឡប់មកឯប្តីវិញប៉ុន្តែដោយសារតែប្រញាប់ប្រញាល់ពេកធូលីដីនិងកំទេចស្លឹកឈើស្ងួតដែលប្រឡាក់ខ្នងកាលពីដេកលើដីមិនទាន់បានបោះសម្អាតចេញនៅឡើយទេលុះដើរមកដល់មុខប្តីនាងធ្វើជាសាច់ក្អាកក្អាយធ្វើរកពីដូចជាមានរឿងប្លែកហើយនិយាយថាអ្នកអើយបើអ្នកបានឃើញខ្ញុំអំបញ្ញមិញប្រហែលជាសាច់ដាច់ខ្យល់ស្លាប់មិនខានប្តីឆ្ងល់ក៏សួរថាមានរឿងអីអូនបានជាសាច់យ៉ាងហ្នឹងប្រពន្ធធ្វើជាអែនអន់ហើយបង្វែរក្នុងឲ្យប្តីណែអ្នកមើលក្នុងខ្ញុំមេត្តាបោះដីឲ្យបន្តិចមកនឹងហើយកាលខ្ញុំទៅដកខ្ញីវារឹងពេកដល់តែខ្ញុំប្រឹងទាញខ្លាំងក៏របូតដៃរក្សាលំនឹងមិនបានដួលផ្ងាទៅក្រោយប៉ះជើងច្រោងទើបដីប្រឡាក់ក្នុងខ្ញុំអស់យ៉ាងហ្នឹងប្តីល្ងងខ្លៅមិនបានគិតដល់ជំរឿក៏ល្បិចក៏ប្រញាប់យកដៃទៅបោះធូលីដីចេញពីខ្នងឲ្យប្រពន្ធដោយក្តីអាណិតរួចហើយប្តីប្រពន្ធទាំងពីរក៏នាំគ្នាដើរត្រឡប់ទៅផ្ទះធ្វើមាន់សុខូខ្ញីហូបបាយល្ងាចយ៉ាងសប្បាយលុះដល់ពេលយប់ងឹតឈឹងបន្ទាប់ពីហូបបាយរួចនាងប្រពន្ធល្បិចច្រើនក៏រៀបចំផែនការជំហានទី2នាងនិយាយទៅកាន់ប្តីថាអ្នកយប់នេះស្ងាត់ល្អណាស់ផ្លុំពៃឲ្យខ្ញុំស្ដាប់បន្តិចមកមើលប្តីជាមនុស្សស្រឡាញ់ប្រពន្ធក៏ទៅយកពៃមកអង្គុយផ្លុំយ៉ាងពីរោះនាងប្រពន្ធដេកស្ដាប់បានបន្តិចក៏ធ្វើជាកើខ្លួនទៅកោយលើភ្លើប្តីហើយនិយាយឡើងថាពីរោះណាស់អ្នកតែប្រាប់ខ្ញុំបន្តិចមើលពេលអ្នកផ្លុំពៃតើភ្នែករបស់អ្នកត្រូវមើលរន្ធពៃដែរឬទេបើអ្នកមិនមើលរន្ធតើធ្វើម្ដេចនឹងចាប់បើកបត់ឲ្យត្រូវទំនុកបានប្តីឆ្លើយទាំងមានមោទនភាពមិនបាច់មើលរន្ធទេអូនព្រោះដៃបងវាចាំស្ទាត់ហើយភ្នែកបិទក៏អាចចំណាំរន្ធពៃបានដែរប្រពន្ធបានឱកាសភ្លាមក៏និយាយបន្តបើដូច្នោះឲ្យខ្ញុំសាកយកដៃបិទភ្នែកអ្នកទាំងពីរមើលតើអ្នកនៅតែផ្លុំបានពីរោះដូចដើមឬទេប្តីតបបិទចុះទោះបិទភ្នែកក៏បងនៅតែផ្លុំបានពីរោះមិនប្រែប្រួលដែរនាងប្រពន្ធក៏យកដៃទាំងពីរទៅបិទភ្នែកប្តីយ៉ាងជិតហើយធ្វើជាបន្ទោចម្រៀងប៉ុន្តែនៅពេលដែលដៃបិទភ្នែកប្តីជាប់នាងបានកន្ធែកជើងឲ្យសញ្ញាទៅប្រុសហាយដែលកំពុងលួចសំងំនៅក្រោមជណ្ដើរផ្ទះបុរសហាយពេលឃើញស្រីស្ហាយបិទភ្នែកប្តីជាប់ហើយកន្ធែកជើងឲ្យសញ្ញាយ៉ាងដូច្នោះក៏លួចបន្លំលូនចូលមករួចធ្វើសកម្មភាពរួមសម្វាសជាមួយនាងនៅលើផ្ទះនោះភ្លាមខណៈដែលប្តីនៅតែខិតខំប្រឹងផ្លុំពៃយ៉ាងរលូនដោយមិនបានដឹងខ្លួនបន្តិចសោះឡើយ
លុះប្រុសហើយនោះរួមរយៈសំចិត្តហើយលួចថយចេញទៅវិញដោយសុវត្ថិភាពទើបនាងប្រពន្ធព្រមលែងដៃចេញពីភ្នែកប្តីបុរសជាប្តីនៅតែផ្លុំពៃដោយញឹមញាំឥតបានដឹងពីកលល្បិចនិងការក្បត់ចិត្តដ៏ថោកទាបរបស់ប្រពន្ធឡើយអាស្រ័យហេតុនេះហើយទើបចាស់បុរាណតែងតែពោលប្រៀបធៀបមកដល់សព្វថ្ងៃថាមាយាដកខ្ញីដោយមានជាទំនុកច្រៀងបុរាណអប់រំចិត្តថាស្រីទៅដកខ្ញីស្រីឲ្យនាងស្រីស្រីទៅដកខ្ញីដកដួលទាំងខ្លួនការដកលើកមុនតូចតន់លាក់ពួនដកក្រោយសំនួនផ្ទួញឲ្យប្តីស្លាប់ប្តីនាងអ្នកផ្លុំនាងសុំធ្វើត្រាប់បន្តអឹងអាប់ចាប់បាត់អុំទូកកុំពុតស្រឡៅកុំប្រដៅស្រីខូច